អាឡូជំរាបសួរបាទបងជំរាបសួរតើបងជាម្ចាស់លេខទូរស័ព្ទនេះមែនទេបងបាទខ្ញុំជាម្ចាស់លេខទូរស័ព្ទហើយខលពីខាងណាមានកៅអីដែរបាទខ្ញុំបានខលពីធនាគារទៅហើយធនាគារថ្ងៃនេះគេបានធ្វើកម្មវិធីគម្រប់ខួប25ឆ្នាំហើយក៏មានការចាប់រង្វាន់ក្នុងនោះផងដែរក៏មានការអញ្ជើញពីគណៈអធិបតីដែលមានឯកឧត្តមជាច្រើនរូបគាត់បានចូលបង្វិលនៅដើម្បីចាប់រង្វាន់សងសំណាងទៅប៉ះចំលេខបងណាបងអូអញ្ចឹងខ្ញុំឈ្នះរង្វាន់មែនទេបងរង្វាន់អីដែរបាទបងទទួលបានទឹកប្រាក់ចំនួន$10,000ណាបង$10,000អូពិតជាសប្បាយមែន$10,000បាយវាបងមកមកតែការរឿងហ្នឹងបងប្រឹងអ្នកណាសោះបងឯងត្រូវ$10,000អត់ឲ្យឯងមកហើយគេត្រូវតែ1,000 2,000គេហូរសម្ដីហេចម្លែកមែនវៃថាកំពុងដាច់លុយហេហើយមានគេទេមកខ្ញុំស្រែកឆោឡោម៉ែវាអើយត្រូវរង្វាន់ធំពេកត្រូវ$10,000ណោះគេថាក៏លុកលេខប៉ះខ្ញុំមានទាំងអីអាដាមអ្នកតូចអ្នកធំចូលរួមទៀតផងនិយាយពីអ្នកទេមកណោះរៀបពាក្យសេចវិរុសអស់ចាណាគេថាខាងធនាគារណោះចាប់រង្វាន់បាច់ចំលេខបងខ្ញុំរៀងឆ្ងល់ដែរមិនដែលមានគណនីកុំផងតែហេកន្លងបានត្រូវរង្វាន់ម្ដងរង្វាន់ធំទៀតគេប្រាប់ឲ្យស្កាត់ណាស់គុំស្រែកឡូឡាមិនចឹងអាវ៉ាត្រូវ$10,000មិនឲ្យប្រាប់ញាតគេត្រូវរង្វាន់ផ្សេងហក់លូតនៅកញ្ឆេងបង្ហោះប្រងព្រាតខ្លះមកសម្ភាសទៀតតែរង្វាន់អូនឯងអត់ឲ្យគេដឹងអីគេឲ្យវេលុយដើម្បីរត់ឯកសារ$200ប្រាប់ថាលក្ខការរឿងហ្នឹងគេឲ្យវេស្ងាត់យីអានេះតិចបោកទេដឹងយកអាបើប្រឡឹងរៀនបោកអញ្ចឹងស៊ីបានប្រមាណជាតិអាក្អូនណាណែបងប្អូនធ្លាប់ជួបហើយនៅអារឿងគេទេមកប្រាប់ថាធនាគារណានេះគេចាប់រង្វាន់អីណាគម្រប់ខួបអាយុប្រមាណឆ្នាំអីហ្នឹងហើយមានទាំងឯកឧត្តមលោកជំទាវអីហ្នឹងអាហ្នឹងខ្ញុំជឿគេណាបងប្អូនសិតពួកអាបោកទេអូខ្ញុំជួបហើយអើយអញ្ចឹងបានថាពួកនេះគិតតែបោកប្រាក់គេណាអញ្ចឹងបងប្អូនប្រយ័ត្នប្រយែងទាំងអស់គ្នាទាំងអ្នកក្រុមអ្នកស្រ័យតកាយើងអើយថាកំពុងដាច់លុយហេហើយមានកតេមកខ្ញុំស្រែកឆោឡោម៉ែវាអើយត្រូវរង្វាន់ធំម៉ែត្រូវ$10,000គេថាក៏លុកលេខប៉ះខ្ញុំមានទាំងអាយដាមអ្នកតូចអ្នកធំចូលរួមទៀតផងនិយាយពីអ្នកទេមករៀបពាក្យសេចព្រោះអស់ចាណាគេថាខាងធនាគារណាចាប់រង្វាន់បាច់ចំលេខបងខ្ញុំរៀងឆ្ងល់ដែរមិនដែលមានគណនីអីផងតែហេងកន្លងបានត្រូវរង្វាន់ម្ដងរង្វាន់ធំទៀតគេប្រាប់ឲ្យស្ងាត់$10,000មិនចឹងអាវ៉ាត្រូវ$10,000មិនឲ្យប្រាប់ញាតគេត្រូវរង្វាន់ផ្សេងហក់លូតនៅកញ្ឆេងបង្ហោះប្រងព្រាតខ្លះមកសម្ភាសទៀតតែរង្វាន់អូនឯងអត់ឲ្យគេដឹងមិនចេះគេឲ្យវេលុយដើម្បីរត់ឯកសារ$200ប្រាប់ថា